បាទវេវចនៈស័ព្ទនិងឬពាក្យនៃដូចនិងពាក្យសុចរិតបាទអញ្ចឹងវេវចនៈស័ព្ទឬយើងហៅថាពាក្យនៃដូចនិងពាក្យសុចរិតមានន័យដូចនឹងពាក្យថាទៀងត្រង់ស្មោះត្រង់ត្រឹមត្រូវបរិសុទ្ធល្អតែនៅក្នុងនេះលោកគ្រូអត់បានដាក់ត្រឹមត្រូវបរិសុទ្ធល្អទេយើងត្រឹមត្រូវបរិសុទ្ធល្អហ្នឹងគឺយើងសំដៅក្នុងការប្រព្រឹត្តបាទអញ្ចឹងកាលណាយើងប្រព្រឹត្តល្អធ្វើត្រឹមត្រូវដោយបរិសុទ្ធអាហ្នឹងគឺស្ថិតនៅក្នុងសុចរិតហើយអញ្ចឹងហើយសរុបមកវិញវេវចនៈស័ព្ទឬពាក្យនៃដូចនឹងពាក្យសុចរិតមានន័យដូចនឹងពាក្យថាទៀងត្រង់ស្មោះត្រង់ឬក៏ត្រឹមត្រូវឬក៏បរិសុទ្ធឬក៏ល្អបាទអានោះប៉ុន្តែយើងអត់បានដាក់នៅក្នុងនឹងទេគឺយើងប្រើនៅក្នុងការប្រព្រឹត្តអំពើល្អអំពើត្រឹមត្រូវហ្នឹងអាហ្នឹងគឺស្ថិតនៅក្នុងសុចរិតហើយបាទអញ្ចឹងវីដេអូមេរៀននេះក៏ដល់ទីបញ្ចប់ហើយអរគុណសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់